ស្ត្រីម្នាក់ដែលកំពុងតែដំដៃគោលចូលមុខរបស់នេះគឺជាចៅហ្វាយថ្មីរបស់ខ្ញុំដោយសារតែការញៀននឹងការកែសម្ផស្សនេះបានក្លាយជាមនុស្សបច្ចេកវិទ្យាទាំងស្រុងមួយអីឆាប់ធ្វើការទៅលីណាគឺជាពិធីការនីដ៏ល្បីល្បាញម្នាក់ហើយខ្ញុំគឺជាអ្នកផាត់មុខផ្ទាល់ខ្លួនរបស់នាងធ្វើបានល្អហើយលើកក្រោយបន្តកាត់ខំទៀតទៅតែខ្ញុំនឹកស្មានមិនដល់ថាមិនទាន់បានប៉ុន្មានថ្ងៃផងអាជីពរបស់ខ្ញុំបានជួបនឹងឧបសគ្គធំមួយខ្ញុំញ័រខ្លួនភ័យខ្លាចការច្រមុះបង្ហាញលីណាចូលស្ងៀមធ្វើអីទៀតបើមុនថតខ្ញុំបដូរចំមុះថ្មីមិនទាន់ទេខ្ញុំនឹងបណ្ដាញអញភ្លាមដើម្បីរក្សាការងារខ្ញុំរត់ទៅបន្ទប់របស់នាងយ៉ាងប្រញាប់ប្រញាល់ហើយយកសោដោតចូលទៅក្នុងថតទុកតែនឹកស្មានមិនដល់ថាអ្វីដែលបោកចេញមកគឺជាជញ្ជាំងទាំងមូលទៅវិញហើយខាងក្នុងគឺជាបន្ទប់បង្កក់ដ៏ធំមួយខ្ញុំទ្រាំដើរចូលទៅយកច្រមុះចេញមកហើយរត់ត្រឡប់ទៅកន្លែងថតវិញយ៉ាងប្រញាប់ប្រញាល់តែខ្ញុំបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយគឺភ្លេចបិទទ្វារបន្ទប់បង្កក់នេះបានធ្វើឲ្យសីតុណ្ហភាពខាងក្នុងកាន់តែឡើងខ្ពស់នៅពេលនោះខ្ញុំកំពុងតែមិនដឹងអីសោះកំពុងតែរៀបចំមុខរបស់លីណាបន្ទាប់ពីកម្មវិធីបានបញ្ចប់ខ្ញុំក៏បានទទួលប្រាក់ឈ្នួលរបស់ខ្ញុំតែមិនទាន់បានសប្បាយចិត្តបាន2វិនាទីផងក្នុងបន្ទប់ក៏មានវត្ថុរាវហូរចេញមកព្រមទាំងមានក្លិនស្អុយទៀតផងដោយសារតែសីតុណ្ហភាពខ្ពស់ពេកសរីរាង្គសព្វនិមិត្តទាំងអស់បានរົບស៊ីកមុនស្អែកយប់បើអញរកសរីរាង្គជំនួសមិនបានទេខ្ញុំនឹងយកសរីរាង្គរបស់ឯងមកដាក់ជំនួសវិញដើម្បីរក្សាច្រមុះមូលក្លំរបស់ខ្ញុំក៏បានមកដល់មន្ទីរពេទ្យសរីរាង្គសព្វនិមិត្តត្រូវរងចាំយ៉ាងហោចណាស់មួយខែពេលវេលាប្រកាសជាមិនទាន់ទេតែអ្នកអាចសួរមើលថាតើមាននរណាម្នាក់ចង់បរិច្ចាគដែរឬទេទាំងនេះគឺជាអ្នកបរិច្ចាគដែលខ្ញុំរកបានអ្នកអាចនៅបានលីណាបានបត់មើលឯកសារអ្នកបរិច្ចាគទាំងនោះទាំងកំហឹងការប្រមូលមនុស្សប្លែកៗទាំងនេះក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរនៅពេលដែលនាងត្រៀមនឹងនិយាយអ្វីមួយទៀតទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងភ្លាមៗអូព្រះជាម្ចាស់អើយនេះហើយជាមនុស្សដែលខ្ញុំចង់រកនាងនឹងហើយមិនបានទេមនុស្សម្នាក់នេះសំខាន់ពេកសម្រាប់ខ្ញុំសំខាន់ណាស់មែនទេចុះបើបែបនេះវិញនៅតែសំខាន់ទៀតឬខ្ញុំមិនដែលឃើញលុយច្រើនបែបនេះពីមុនមកទេអ្នកប្រកាសជាចង់បានមុខរបរនេះមែនទេបាទពិតណាស់ខ្ញុំបានឲ្យលីណាផ្ទេរលុយមកឲ្យខ្ញុំមុនបន្ទាប់ពីដែរចេញពីបន្ទប់ខ្ញុំក៏យកទូរស័ព្ទមួយទៀតចេញមកហើយបិទទូរស័ព្ទថ្ងៃបន្ទាប់លីណាបានធ្វើការវះកាត់នៅមន្ទីរពេទ្យរួចរាល់មើលលទ្ធផលក្រោយការវះកាត់ហើយនាងក៏ខឹងសម្បាហើយបានទូរស័ព្ទមកខ្ញុំអញហ៊ានបោកខ្ញុំមែនទេខ្ញុំមិនបានបោកប្រាស់អ្នកទេរូបថតដែលអ្នកបានឃើញនោះគឺជារូបខ្ញុំកាលពីនៅក្មេងនិយាយរួចខ្ញុំក៏បិទទូរស័ព្ទបន្សល់ទុកតែលីណាកំពុងតែខឹងសម្បាយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យដែលមិនអាចធ្វើអីបាន